ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពខ្ញុំបាទសកលបាទថ្ងៃនេះគឺខ្ញុំចង់លើកតាក់ទងពីចំណុចសំខាន់មុននឹងបងប្អូនចូលទៅរៀនធ្វើភ្លេងព្រោះដោយសារឥឡូវនេះខ្ញុំឃើញបងប្អូនជំនាន់ក្រោយគាត់ស្រឡាញ់នៅក្នុងការធ្វើភ្លេងមែនតើគេហៅថា producer ឬក៏ arrangement ឬក៏តាក់ទងជាមួយអ្នកលេងភ្លេងលេងអីឥឡូវសបោមែនតើនៅក្នុងស្រុកខ្មែរយើងហើយនេះខ្ញុំចង់លើកតាក់ទងចំណុចសំខាន់ដែលបងប្អូនចង់ទៅធ្វើភ្លេងឬក៏ចង់ធ្វើ producer ឬក៏ composer អីហ្នឹងតាក់ទងជាមួយហ្នឹងគឺសំខាន់ mixing mastering ក៏យើងនៅតែសំខាន់មេរៀននៅក្នុងការធ្វើភ្លេងហ្នឹងដែរអញ្ចឹងខ្ញុំចង់និយាយតាក់ទងនៅចំណុចសំខាន់ទី1គឺបងប្អូនគួរតែរៀនតង់ជាពិសេសព្រោះដោយសារតង់នៃចម្រៀងវាសំខាន់បំផុតព្រោះដោយសារបទចម្រៀងមួយណាក៏មានតង់ដែរចឹងយើងត្រូវតម្រូវឲ្យយើងត្រូវតែរៀនតង់ហ្នឹងពេលដែលយើងចេះតង់ច្បាស់ហើយនៅក្នុងពេលដែលបងប្អូនចង់ធ្វើភ្លេងចង់ធ្វើអីគឺយើងអត់សូវចង់ស្ទាក់ស្ទើរអីទេយើងស្រួលនៅក្នុងការធ្វើព្រោះដោយសារយើងដឹងថាតង់នេះវាមានអីគេខ្លះតង់នេះមានអីគេខ្លះចឹងណាតង់ទាំងអស់មកពិភពលោកយើងគឺមានត្រឹមតែ2 10តង់ទេហើយសង្ឃឹមថា2 10តង់ហ្នឹងវាមិនពិបាករៀនប្រហែលទេអញ្ចឹងបើសិនបងប្អូនចង់រៀន studio គឺសំខាន់បំផុតគឺត្រូវតែរៀនតង់ឲ្យចេះសិនអញ្ចឹងទី2ខ្ញុំលើកតាក់ទងជាមួយនឹងការលេងភ្លេងក៏សំខាន់ដែរតែបើសិនជាបងប្អូនត្រឹមតែជា producer នៅក្នុង studio ក្នុងអីទេបងប្អូនមិនចង់ចេះឧបករណ៍ច្រើនអីទេគ្រាន់តែថាបងប្អូនត្រូវតែច្បាស់នៃឧបករណ៍មួយដែលខ្ញុំលើកតាក់ទងជាមួយនឹង piano ព្រោះដោយសារ piano គឺវាសំខាន់បំផុតបើបងប្អូនធ្វើភ្លេងធ្វើអីគឺបើសិនជាអត់ piano ទេគឺវាពិបាកណាស់សម័យនេះព្រោះដោយសារ VST អីគឺគេធ្វើទំនើបនៅក្នុង piano ហ្នឹងអញ្ចឹងយើងចង់ដូរ sound ដូរអីនៅក្នុងការ arrangement នៅក្នុងការធ្វើវាស្រួលបើបងប្អូនអត់ទាន់ចេះ piano ទេក៏ពិបាកដែរនៅក្នុងការធ្វើភ្លេងបើសុកតែធ្វើភ្លេងហ្មងគឺវាពិបាកចំណុចហ្នឹងគឺសំខាន់តាក់ទងជាមួយនឹងតង់ការធ្វើភ្លេងឬក៏រៀន piano ហ្នឹងគឺវាសំខាន់ចំណុចបន្ទាប់ទៀតគឺដែលខ្ញុំលើកតាក់ទងជាមួយនឹងឧបករណ៍